បាតកម្មចូលបាតកម្មឡើងបានលុយចូលក្លឹបជប់លៀងទៀតហើយអាយ៉ាអាចកែអរគុណសន្តិភាពមកក្បាលនេះដូចជាកូនចៅអត្រាចុយអានេះឥឡូវរៀងគ្រាន់បើវិញដៃកញ្ចល់ហើយអញចង់និយាយថាចេះអញទៅបាតកម្មបានលុយឬក៏អស់លុយវាជារឿងរបស់អញពីព្រោះអីអញអត់បានយកលុយម៉ែឯងមកធ្វើបាតកម្មទេហើយម៉ែឯងក៏អត់ទាន់ឲ្យលុយអញមកធ្វើបាតកម្មដែរណាតែបើម៉ែឯងឲ្យលុយអញមកធ្វើបាតកម្មមានន័យថាម៉ែឯងក៏គាត់យល់ដឹងគាត់ឃើញពីប្រទេសជាតិមួយនឹងកំពុងតែលំបាកដែរវាអត់ដូចឯងណាអាឈាមឆ្កែនេះគឺវាអត់មានគិតគូរអំពីប្រទេសជាតិទេណាវាអត់មានឃើញអ្វីដែលជាទស្សនវិជ្ជាជាក់ស្ដែងទេហើយឃើញតែឆ្អឹងឃើញតែឆ្អឹងតែឥឡូវដូចជាយើងមានសាច់មានឈាមឯកាលមុនដូចអ្នកជួបស្នាមអញ្ចឹងអេអត្រាគេប្រព័ន្ធណៃបានធំឆ្អឹងល្អដែរតើឥឡូវមុំស៊ុបហ្នឹងវិញចង់និយាយចឹងអញចង់ចូលក្លឹបអញចង់ទិញស្អីក៏បានដែរមើលទូរស័ព្ទអញ2 3សិតប្រេត3ចង់និយាយចឹងអញចង់ទិញស្អីក៏បានដែរចង់និយាយចឹងគឺលុយអញចង់និយាយចឹងអើយឯងទៅចំណែកអីគ្រាន់អញចូលក្លឹបចូលអីប៉ុណ្ណឹងហាគ្នាឯងនិយាយថាអញអត់សូវតបទេដោយសារអញអត់សូវតបទេដោយសារពួកហ្នឹងវាសុទ្ធតែទៀបចឹងហ្នឹងតែឯងយើងគ្រាន់អត្រាគេប្រព័ន្ធឯងទៅយើងគ្រាន់បើឥឡូវតបឲ្យម្ដងទៀតចុះណាចឹងចាហើយចង់វាថាចឹងបាតកម្មអស់លុយមកអស់លុយអញចង់ចូលក្លឹបអញចង់ទិញស្អីអញចង់ធ្វើអីវាជារឿងរបស់អញតែប៉ុណ្ណឹងអត់មានយកលុយម៉ែឯងមកទិញទេចង់និយាយចឹងអត់មានយកលុយម៉ែឯងមកធ្វើបាតកម្មអត់មានសុំលុយម៉ែយកបច្ច័យទេចង់និយាយចឹងអូខេស្អីគេហើយមានមោទភាពណាយកលុយគេចូលក្លឹបលុយអញនេះលុយអញចាំមកយកលុយពីណានេះការធនាគារអញយកលុយដែលអញធ្វើដំណងចូលក្លឹបអស់ឃើញទេនិយាយចឹងហើយចាំមកទៅយកលុយពីណាគេមកចូលក្លឹបណាលុយអញនេះលុយអញហើយអាសមត្ថភាពចូលក្លឹបហ្នឹងមិនចាំចូលក្លឹបណាទេនេះចូលតែក្លឹបអញទៅការហ្នឹងគាត់ពី Hunter Game ABC នេះទស្សនវិជ្ជាពេលថ្ងៃពេលថ្ងៃភាសាអីយុគមិញហ្នឹងធ្វើការហើយអត់មានអីត្រូវចម្លែកផងមានចម្លែកណាដោយការងារអញនៅក្លឹបហ្នឹងហើយអញទៅធ្វើគេវិញដៃកញ្ចល់ហើយរឿងលុយចូលក្លឹបហ្នឹងវាអញនិយាយចឹងមិនបាច់ចាំទៅយកលុយពីណាទេពួកអញមានកាតធនាគារអញមានកង់អញមានលុយនៅក្រៅទៀតអានេះលុយជប៉ុនអានេះលុយកូរ៉េហើយមានលុយខ្មែរមានលុយដុល្លារទៀតតែចង់ប្រាប់ថាឆ្កែបោះត្រាភាគច្រើនគឺអត់សូវជាអសរទេហើយលក្ខណៈថាល្ងងធ្វើចេះដូចពួកឯងចឹងសេមោទនភាពមិនដឹងត្រូវផងណាដៃកញ្ចល់វ៉ាអញអត់សំដៅតែគាត់ជាកាចាស់បោះលោកខាងលិចគិតមើលខំប្រឹងជេរខ្មែរដើម្បីអីបាននិយាយប៉ែនេះមានមាត់ចេះតែព្រុសមែនអញ្ចឹងបានថាហើយនិយាយសិតតែកាជះហ្មងល្អហើយអរគុណសន្តិភាពចុះហ្នឹងហើយឆ្កែសន្តិភាពត្រូវតែអរគុណសន្តិភាពហើយតែហ៊ានប្រឆាំងជាមួយសន្តិភាពបើមិនស៊ីអាចទៅហ្នឹងហើយនិយាយមួយទៀតថាអីគេជីខ្មែរចង់និយាយថាការជីខ្មែរហ្នឹងមិនមែនក្រុមអ្នកប្រឆាំងទេភាគច្រើនគឺក្រុមឆ្កែសន្តិភាពនឹងតែម្ដងដោយសារអីដោយសារតែគេរិះគន់មិនស្ដាប់គេរិះគន់ល្អបាញ់សម្លាប់គេរិះគន់ល្អមិនទទួលយកទេហ្នឹងហើយដល់ពេលកាលណាដែលយើងរិះគន់ទៅមិនទទួលយកហើយទៅលៀបពណ៌គេសុទ្ធតែគេនឹងបាក់ប្រឆាំងឥឡូវចំណាំមើលខ្លួនឯងភ្នែកមើលខ្លួនឯងណាហើយតែប្រជាពលរដ្ឋណាចេញមកនិយាយរិះគន់ឲ្យតែនិយាយទៅឲ្យតែចេញមកគឺដឹងតែលៀបពណ៌គេទៅគេខាងបាក់ប្រឆាំងកូនចៅសំរាំងស៊ីកូនចៅឯណាណីនោះណាវាទៅអញ្ចឹងឃើញទេនិយាយអត់បានផងហ្នឹងហើយត្រង់ណាទទួលយកការរិះគន់និយាយចេះតែល្អស្ដាប់បានហើយស្ដាប់បានតែគ្នាឯងនោះគេអ្នកដឹងគេឃើញផ្ទាល់ភ្នែកមានអាណាគេទៅស្ដាប់ជាមួយណាពេលគេឌីលទៅកុំខឹងគេហើយពេលគេរិះគន់ទទួលយកគេផងពេលខ្លះអ្នកជេរក៏ហត់ដែរ